ដើម្បីតែខ្មែរប្រៅប្រទេសក៏ដែរនាំគ្នាធ្វើពហិការទាំងមិនយល់ពីសេដ្ឋកិច្ចពុទ្ធធាឡយពុំមកខ្ញុំទូរស័ព្ទរបស់ខ្ញុំចូលថាចេមមិនត្រូវការអង្គខ្មែរទេខ្ញុំថាអញអត់ស៊ីបាយផងណាអញ្ចឹងមិនបាច់ទេតែមិនត្រូវការថ្មីដាក់ឲ្យវាមានអ្នកឆ្លងកាត់វាដាក់ឲ្យអត់ទេអញអត់ស៊ីបាយផងណាហើយមានពួកម៉ាក់មួយទៀតគេថាឯងលក់អង្គខ្មែរឯងខំប្រឹងជួយលក់ពួកខ្មែរយើងក៏ចង់ទិញអង្គខ្មែរអញ្ចឹងឯងក៏យកមកចេះទៅដល់ហើយទៅក៏លក់អស់ទៅតែមានគេមកទិញដល់មានគេមកទិញប្រាក់គេទៅលក់អស់ប៉ុន្តែអង្គសៀមមានហើយវាថោកជាងអង្គខ្មែរតែគេមិនស៊ីទេអង្គសៀមហើយពួកម៉ាក់ខ្ញុំប្រាប់ខ្ញុំថាចុយម្ល៉េះអ្នកដែលមកនិយាយថាមិនស៊ីអង្គសៀមហ្នឹងណាស៊ីអង្គសៀម40ឆ្នាំហើយអ្នកខ្លះស៊ីអង្គសៀម45ឆ្នាំហើយឥឡូវអត់ស៊ីទេអង្គសៀមហើយចុះក៏មិនស៊ីអង្គសៀមគេទៅស៊ីអង្គស្អីបើសិនជានៅហាងកូរ៉េនៅផ្សារកូរ៉េផ្សារចិនវាអត់មានអង្គខ្មែរលក់ទេហើយអញនៅស្រុកនេះមានហាងខ្មែរដល់2 3ហាងតោះអស់អង្គខ្មែរទៅពួកនឹងស៊ីស្អីបានខ្ញុំប្រាប់ទៅពួកម៉ាក់ខ្ញុំថាសាច់ទៅគេចង់ស៊ីអីសាច់ទៅគេទៅពីពួកគេចូលណាខ្ញុំបើសិនជាអង្គខ្មែរលក់មួយបាវ35ឬ40ហើយអង្គថៃលក់មួយបាវ22ឬ28ខ្ញុំទិញអង្គសៀមស៊ីហើយវាថោកជាងណាខ្ញុំអត់មានតែទិញអង្គខ្មែរនំប្រមាថទេអង្គខ្មែរនៅថ្លៃអ្នកណាគេចង់ស៊ីទៅណាប៉ុន្តែខ្ញុំអត់ស៊ីទាំងពីរខ្ញុំស៊ីអង្គឥណ្ឌាខ្ញុំទិញ15ផោនមកហ្នឹងចង់ហួសថ្ងៃទៅហើយអញ្ចឹងខ្ញុំក៏មិនមែនត្រូវការអីណាខ្ញុំលើកតម្កើងផលិតផលខ្មែរប៉ុន្តែបើថ្លៃពេកក៏ខ្ញុំមិនទិញស៊ីដែរពីព្រោះខ្ញុំមិនមែនយកលុយទៅចោលណាខ្ញុំនៅស្រុកខ្មែរក៏អញ្ចឹងដែរឧបមាថាគេមានអង្គមកពីវៀតណាមឬក៏មកពីចិនហើយវាថោកជាងអង្គខ្មែរខ្ញុំច្បាស់ជាទិញអង្គវៀតណាមឬអង្គចិនស៊ីហើយមិនបានខ្ញុំមិនទិញអង្គខ្មែរព្រោះវាថ្លៃខ្ញុំមានលុយណាទេខ្ញុំត្រូវការលុយទុកធ្វើអីផ្សេងទៀតអញ្ចឹងតែបើសិនជាអង្គខ្មែរតម្លៃដូចអង្គសៀមដូចអង្គយួនខ្ញុំទិញអង្គខ្មែរជុះណាខ្ញុំជួយទិញអង្គខ្មែរអាហ្នឹងមនុស្សយើងវាស៊ីសងលើតម្លៃប៉ុន្តែបើអ្នកណាគេថាគេសក់ចិត្តអស់ប្រហែលអស់ទៅគេទិញអង្គខ្មែរអាហ្នឹងសាច់គេស្នេហាជាតិចំណែកខ្ញុំស្នេហាប្រទេសអាហ្នឹងអញ្ចឹងបងកំពុងចាំមកបងឯងគាត់អង្គុយមើលខ្ញុំធ្វើ show បងឯងតាំងទ្រូងបងឯងតាំងទ្រូងគាត់អង្គុយមើលខ្ញុំធ្វើណារឿងធ្វើឲ្យប្រទេសរីកចម្រើនណាធ្វើឲ្យប្រទេសរីកចម្រើនគឺងាយណាស់តែមេដឹកនាំមិនធ្វើប្រទេសរីកចម្រើនគឺងាយតែអ្នកដឹកនាំមិនធ្វើណាអ្នកដឹកនាំមិនធ្វើណាប្រទេសរីកចម្រើនងាយណាតែអ្នកដឹកនាំគាត់មិនធ្វើឲ្យធ្វើម៉េចហ្នឹងណាអ្នកដឹកនាំគាត់មិនធ្វើទេណាអ្នកដឹកនាំគាត់មិនធ្វើគាត់ចេះតែធ្វើទៅតាមគាត់ណាបាទនេះគឺក្នុងការកសាងប្រទេសធ្វើឲ្យប្រទេសជឿនលឿនណាវាចាប់ដើមតែពីប៉ុណ្្នេះទេតែអ្នកដឹកនាំគាត់មិនធ្វើណាអ្នកដឹកនាំគាត់មិនធ្វើទេនេះឥឡូវមើលទៅនីតិរដ្ឋសេរីភាពសមភាពបើកឱកាសចាក់ដើមដំបូងគឺប៉ុណ្ណឹងអាហ្នឹងគឺជាបរិស្ថាននៃសង្គមខ្មែរដែលឆ្ពោះទៅរកការជឿនលឿននីតិរដ្ឋគឺអីគឺអនុវត្តច្បាប់នីតិរដ្ឋគឺការអនុវត្តច្បាប់ការគោរពច្បាប់និងអនុវត្តច្បាប់សេរីភាពគឺអ្វីនៅក្នុងរដ្ឋធម្មនុញ្ញឲ្យប្រជាពលរដ្ឋទទួលបាននៅសេរីភាពតាមរយៈរដ្ឋធម្មនុញ្ញណាតាមរយៈរដ្ឋធម្មនុញ្ញអញ្ចឹងវាអត់មានអីដែលថាធ្វើមិនបានទេប៉ុន្តែរាជការមិនព្រមធ្វើណារាជការមិនព្រមធ្វើទេគាត់មិនព្រមធ្វើទេពីព្រោះគាត់ខ្លាចរាជការគាត់កើតមកដូចលោកហ៊ុនសែនអីគឺអត់ចេះគោរពច្បាប់អញ្ចឹងគាត់ខ្លាចបំផុតហើយនីតិរដ្ឋណាបន្ទាប់មកទៀតគាត់យល់ថាសេរីភាពគឺអនាធិបតេយ្យពីព្រោះគាត់ល្ងងគាត់ជាមនុស្សព្រៃគាត់ខ្មែរក្រហមអញ្ចឹងគាត់ចាស់ទុកថាសេរីភាពគឺជាអនាធិបតេយ្យគាត់ថាសេរីភាពគឺគ្រប់គ្រងមិនបានបន្ទាប់មកទៀតសមភាពគាត់ថាសមភាពអត់បានទេអញទៅធំជាងគេអញទៅខ្លាំងជាងគេទៅលុញពងអញគាត់អត់ព្រមឲ្យមានសមភាពទេការបើកឱកាសបពុអញបើកតែឯងកុំបើកណារ៉ែបោះប្រទេសអញមិនខ្វល់ទេអញលក់ចាយដាក់បើកអញឈើអញកាប់គ្នាអញកាប់យកលុយដាក់បើកអញណាការរកស៊ីនាំអីចូលធ្វើអីចូលបពុអញផ្ដាច់មុខឯងអត់មានទេត្រង់ហ្នឹងវាខ្វះនីតិរដ្ឋវាខ្វះសេរីភាពវាខ្វះសមភាពវាខ្វះការបើកឱកាសណាហើយដល់វាខ្វះអានោះវាអត់មានការរីកចម្រើនទេណាវាខ្វះអាហ្នឹងវាអត់មានការរីកចម្រើនទេយល់ទេវាអត់មានការរីកចម្រើនទេណា
ចឹងណាវាអត់មានការរីកចម្រើនទេឃើញយកគិតទៅចាក់ដើមដំបូងតែប៉ុណ្្នឹងទេក្រោយមកយើងកសាងស្អីទៅទៀតគាត់ហ៊ុនសែនចាត់ទុកថាការគោរពច្បាប់គឺជាអាណាធិបតេយ្យបើសិនជាហ៊ុនសែនគោរពច្បាប់ហ៊ុនសែនថាគាត់ធ្វើអីមិនបានណាសេរីភាពគាត់ចាត់ទុកថាជាគ្រោះថ្នាក់ចំពោះគាត់បើឲ្យសេរីភាពទៅវាគ្រោះថ្នាក់ចំពោះគាត់មកពីអីមកពីគាត់ជាមនុស្សព្រៃគាត់ជាខ្មែរក្រហមគាត់មានចេះច្បាប់ណាអញ្ចឹងគាត់គិតពីយកកំភ្លើងហើយចំមុខខ្ញុំវាមិនបានជំរាបអស់ចិត្តណាងាយទៅបានណាអញ្ចឹងគាត់អត់ជឿលើរបស់ហ្នឹងទេគាត់អត់ជឿលើរបស់ហ្នឹងទេគាត់អត់ជឿណាគាត់អត់ជឿលើរបស់ហ្នឹងទេហើយដល់កូនគាត់នេះត្រឡប់ទៅស្រុកវិញមិនណែរៀននៅអាមេរិករៀននៅអង់គ្លេសបើត្រឡប់ទៅស្រុកវិញក៏អត់ជឿហ្នឹងដែរចាត់ទុកថានីតិរដ្ឋมันគួរមានទេអាណាធិបតេយ្យពិបាកគ្រប់គ្រងសេរីភាពក៏ជឿដូចឲ្យគាត់ដែរជឿដូចពួកគាត់មិនឲ្យមានសមភាពមិនគិតគូរការបើកឱកាសអត់អញ្ចឹងទៅរៀនធ្វើដៃទៅជើងដូចឲ្យអញ្ចឹងបានជាកាន់កិច្ចការ2ឆ្នាំហ្នឹងអត់ដើរណាអត់ដើរដោយសារអីដោយសារវាគ្មានគំនិតថ្មីទេសូម្បីតែអា background ណាផ្ទាំងខាងក្រោយហ្នឹងខ្ញុំប្រាប់ខ្ញុំថាដាក់អញ្ចឹងច្រឡំគ្នាឲ្យកូនផ្ទាំងវាពណ៌ទឹកឈើចាស់ណាទៅណាអត់កែទេអាឆាកហ្នឹងវាត្រូវកែដើម្បីឲ្យមាន image ឲ្យមាន image ថ្មីឲ្យមានរូបរាងថ្មីតែហ្នឹងគឺជាយុទ្ធតន្ត្រីមិនមែនអត់ទេធ្វើតាមឲ្យទាំងអស់អញ្ចឹងទៅវាអត់ប្រយោជន៍អត់កើតពីព្រោះយើងកាលណាយើងធ្វើយុទ្ធតន្ត្រីថ្មីស្អីក៏ថ្មីគាត់ធ្វើដូចកើតដែរណាសក់ខ្មែរវេទនាណាបងប្អូនស្ដាច់ឡើងសោយរេហើយដាក់ស្ដាច់ទៅងាប់ទៅដាក់តាំងគេថានឹករលឹកម៉ែឪធ្វើខុសប្រពៃណីស្ដាច់សៃហាក់នេះជាអ្នកសោយរេដាក់សេនងាប់អីសេននោះគេឈប់តាំងហើយចុះនាងមនិចមានអីទៀតត្រូវតែឈប់ហើយគឺខំតាំងដាក់ទាំងអស់ហើយសូម្បីតែដាក់រូបថតក៏មិនចេះដាក់ដែរសៃហាក់នេះដាក់ខ្លួនទាំងមូលហើយមនិចជាមួយស្អីនោះដាក់ពាក់កណ្ដាលខ្លួនហើយទងព្រះជាយកទៅដោតតាំងកំពង់ផែទលេអីដោតទងព្រះជាគេដោតតែវាំងហើយនឹងឡានព្រះទីនាំងទេកន្លែងណាស្ដាច់ទៅបានគេដោតទងព្រះរាជាអាទងមួយ blue មានព្រះរាជសង្ហាពណ៌មាសហ្នឹងណាអាហ្នឹងជាទងព្រះរាជាទងហ្នឹងគេបង្ហូតនៅក្នុងដងទងធំនៅព្រះបរមរាជវាំងគេអត់បង្ហូតទីសាធារណៈទេបើសិនជាស្ដាច់មិនយាងទៅស្រាប់តែលើកំពង់ផែក្នុងតាមអាហ្នឹងដែរការិយាល័យរាជការក៏ដល់ហ្នឹងយើងចង្អេងយ៉ាងណាអស់យើងកំពុងតែធាក់ធ្លាក់នៅក្នុងភាពអនាធិបតេយ្យច្រើនណាស់អាហ្នឹងអញ្ចឹងណាបងតាមតូបមាននេះតាំងពីឈប់លុកតំណែងថៃមកសូម្បីតែមីយួនតំណែងហូបចុកផ្សេងក៏ឡើងថ្លៃអាហ្នឹងយើងដឹងណាបាទសារព័ត៌មានមួយទាញយកឈ្មោះលោកពុកមកជាប់រហូតអាហ្នឹងវាលុយពងបាត់ថលុយពងលោកហ៊ុនសែនថាព្រៃឈើអស់ដោយសារពលរដ្ឋកាប់មកធ្វើផ្ទះគាត់និយាយគាត់ពូត40ឆ្នាំហើយអូខេរឿងអ៊ីរ៉ានខ្ញុំអត់ទាន់ដឹងទេគាត់ដឹងថាគេកំពុងតែបណ្ដុំអាវុធណាហើយអាវុធនោះបាត់ទៅដល់រីឯលោកត្រាំគាត់សម្រាប់វាយអង្កាំអីខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងទេណាខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងថាគេនឹងវាយអង្កាំអីគាត់ថាប្រហែលជានឹងវាយតែចំណែកឯថាវាយអង្កាំអីអាហ្នឹងខ្ញុំអត់ដឹងទេណាខ្ញុំអត់ដឹងទេអានោះគឺជារឿងដែលខ្ញុំអត់ដឹងហើយឥឡូវហ្នឹងគេវាយហើយនៅណាវាយទៅខ្ញុំមិនសូវជាខ្វល់រឿងហ្នឹងប្រហែលទេវាយទៅមិនវាយទៅអីទៅបាទឥឡូវយើងមើលខាងអ៊ីរ៉ានដូចអត់ទាន់ឃើញស្អីនៅឡើយទេបាទអ្នកដែលនិយាយថាវាយអ៊ីរ៉ានវាយមែនហើយព័ត៌មានណាថាវាយណាព័ត៌មានណាថាអាមេរិកវាយដូចជាអត់មានតន់ឃើញទេអត់តន់ឃើញទេគាត់ឃើញបណ្ដុំតបមាននាវាផ្ទុកយន្តហោះអីធ្វើដំណើរទៅតំបន់ហ្នឹងព័ត៌មានខ្មែរទៅវាយហើយវាអត់ឃើញដូចជាអត់មានឃើញវាយឬមួយក៏ព័ត៌មានខ្ញុំវាយឺតជាងព្រោះ fresh news អីភាគច្រើនគេយកតាមព័ត៌មានរុស្ស៊ីអញ្ចឹងណាបាទយកព័ត៌មានតាមរុស្ស៊ីអញ្ចឹងទៅវាអាចលឿនជាងអញ្ចឹងទៅបាទណាអត់ឃើញណាអញ្ចឹងចាំមើលតទៀតណាប៉ុន្តែគេវាយអីវាយទៅខ្ញុំក៏មិនដឹងថាយ៉ាងណាទេជឿនជឹមមានបានលុយខ្លះទេនៅពេលដែលលោកតារិះគន់សម្ដេចហ៊ុនសែនបានកូនបាន
រិះគន់សម្ដេចហ៊ុនសែនបានសម្ដេចហ៊ុនសែនគាត់ជួលតើរិះគន់គាត់ជាកញ្ចក់ឆ្លុះបញ្ចាំងការដឹកនាំរបស់គាត់ណាបាននឹងចម្លើយណាចាន់គឺបានលុយប៉ុន្តែចៅឯងរិះគន់គាត់អត់បានទេចៅឯងនៅក្នុងស្រុកមកការចៅឯងសម្ដេចគាត់ឲ្យលេងលុយពងបានផាត់បានស៊ីចំណែកឯតានៅក្រៅស្រុករិះគន់ជាកញ្ចក់ឆ្លុះដល់រដ្ឋាភិបាលសម្ដេចហ៊ុនសែនសម្ដេចហ៊ុនម៉ាណែតណាអូខេវាចឹងណាកូនណាអូខេណាជឿចាំចឹងពូក្មេ saw your video on Facebook you said invest in stock market gold coin crypto is bad idea is it true I don't say it's bad idea I don't say that I say that investing in Cambodia is not protected by investment law therefore you lose money to scam okay សំខាន់ជាងគេនៅពេលដែលខ្លួនឯងធ្វើ investment នៅពេលដែលខ្លួនឯងធ្វើ investment ខ្លួនឯងត្រូវតែដឹងថា investment មិនមែនចេះតែ invest ទេណាអូខេណាវិនិយោគណាស្អីឲ្យសរសេរឲ្យក៏ដោយដើម្បីឲ្យយល់ណាវិនិយោគត្រូវមានច្បាប់គាំពែវិនិយោគត្រូវមានច្បាប់គាំពែ when your investment is protected by law then you are safe នៅស្រុកខ្មែរអត់មានវិនិយោគត្រូវមានច្បាប់គាំពែបើគ្មានច្បាប់នឹងបាត់លុយណាអញ្ចឹងណាកុំវិនិយោគព្រោះគេបោកអូខេខំរៀនរកការងារធ្វើសន្សំកសាងលំនឹងជីវិតយើងអញ្ចឹងណាកូនណាស្ដាប់តនៅពូក្មេក្មួយស្ដាប់តទេអូខេ that is my entire meaning let's say in the United States my children all of my 5 children are investing កូនខ្ញុំ5នាក់វិនិយោគទាំង5ប៉ុន្តែទី1កូនខ្ញុំសិតតែជាប់ master ទី2កូនខ្ញុំធ្វើការច្រើនជាង2ឆ្នាំ after master កូនខ្ញុំធ្វើការ more than 2 years អូខេទី1កូនខ្ញុំជាប់ masters មានន័យថា fairly educated she know how to do his math ទី2កាក់ជាប់ more than 2 years សិតតែជាប់សូម្បីតែកូនស្រី7ក៏មានការងារធ្វើតាំងពីវាមុនជាប់ PhD អញ្ចឹងវាមានធ្វើការ meaning that each of them has income ណា fairly good income ណាយ៉ាងតិចណាក៏ម្នាក់120,000 មួយឆ្នាំដែរ 120,000 annually ដែរខែមួយទៀតគឺធ្វើការច្រើនជាង2ឆ្នាំ they got a job and they work more than 2 years meaning that they at least has some saving វាមានលុយសល់អញ្ចឹងទៅវា invest បានស្រុកអាមេរិកកាលណាយើងបើក account វិនិយោគច្បាប់គាំពែ account ដែលយើងបើកគឺយើងទី1យើងស្គាល់ broker ដែលយើងប្រើណាទោះបីជា online broker ឬក៏ជា institutionalized broker គឺតោះតែយើងស្គាល់ broker យើង do research ថា broker ហ្នឹងវា recognized by Federal Trade Commission នៅស្រុកអាមេរិកទេបើវាអត់ទទួលស្គាល់ដោយ Federal Trade Commission ទេគេចាត់ទុកថាជា scam broker យើងអត់បើក account ទេអូខេបន្ទាប់ទៀត account ហ្នឹងវាមាន regulatory guideline របស់វា account របៀបណា law protect យ៉ាងម៉េច if you have an issue you complain តាមបែបណាបន្ទាប់ទៀតរៀងរាល់ឆ្នាំbroker ដែលយើងប្រើជា app ក៏ដោយជា web online ក៏ដោយជា physical phone call communication ជាមួយនឹង broker គេ charge commission ក៏ដោយក៏ broker ហ្នឹងគេមាន financial report ឲ្យយើងដែល financial report ឲ្យយើងយើងយកមក file income tax អាហ្នឹងយើង protected by law នៅខ្មែរអត់មានទេកូននៅខ្មែរវាអត់មានអានោះហើយបើយើងអត់មានអានោះយើងដាក់លុយទៅយើងបាត់ហើយអញ្ចឹងពូប្រាប់ថាកុំឲ្យទៅចិត្ត